អរុនសួស្តីកូនសិស្សទាំងអស់គ្នាអូហាយ៉ូហ្គោហ្សៃម៉ាស់ហ្គាក់សេណូមីណាសានអញ្ចឹងថ្ងៃនេះយើងនឹងរៀនកិរិយាសព្ទមូលដ្ឋានភាសាជប៉ុនចំនួន15ទៀតនៅក្នុងវីដេអូភាគទី4នេះកិរិយាសព្ទទី1ក្នុងភាគ4គឺ magarimasu 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 បកប្រែថាបត់ឧទាហរណ៍ Kado de magarimasu Kado de magarimasu យើងបកប្រែថាបត់នៅឯជ្រុងជ្រុងកែងអញ្ចឹងពេលដែលយើងជិះឡានជិះម៉ូតូអីកន្លែងដែលមានផ្លូវបត់ជា3ឬក៏ជា4ក៏ដោយពេលខ្លះវាអាចកែងឬក៏មិនកែងអញ្ចឹង Kado ហ្នឹងគឺកន្លែងដែលយើងបត់ហ្នឹងកន្លែងដែលដូរពីទិសមួយទៅទិសមួយទៀតកិរិយាសព្ទទី2គឺ tomarimasu 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 បកប្រែថាឈប់យើងមើលទេ basu ga tomarimasu basu ga tomarimasu មានន័យថាឡានក្រុងឈប់ basu ហ្នឹងមានន័យថា bus ជាភាសាអង់គ្លេសទី3 haraimasu 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 មានន័យថាបង់លុយបង់ប្រាក់ទេ okane o haraimasu okane o haraimasu មានន័យថាបង់លុយ okane មានន័យថាលុយ o គឺជា particle បន្ទាប់មកយើងមានកិរិយាសព្ទ waraimasu 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 បកប្រែថាសើច彼はよく笑います彼はよく笑いますគាត់សើចច្រើន彼ហ្នឹងគឺសំដៅទៅលើមនុស្សរបស់គាត់よくគឺច្រើនឬក៏ញឹកញាប់អញ្ចឹងយើងអានម្ដងទៀត彼はよく笑いますគាត់សើចច្រើនកិរិយាសព្ទទី5 nakimasu 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 បកប្រែថាយំ子供が泣きます子供が泣きますមានន័យថាក្មេងយំ子供បកប្រែថាក្មេងកុំក្មេងយ៉ាគឺជា particle ទី6 okorimasu 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 បកប្រែថាខឹងឧទាហរណ៍ kanojo ga okorimashita kanojo ga okorimashita មានន័យថាមិត្តស្រីបានខឹងពាក្យថា okorimashita គឺជាទម្រង់អតីតកាលរបស់ okorimasu កិរិយាសព្ទទី7 sumimasu 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 បកប្រែថារស់នៅភ្នំពេញនេះ sumimasu ភ្នំពេញនេះ sumimasu ខ្ញុំនឹងរស់នៅទីក្រុងភ្នំពេញកន្លែងនេះយើងបកប្រែថានឹងព្រោះថាបើបញ្ជាក់អំពីបច្ចុប្បន្នក្នុងភាសាជប៉ុនគឺគេប្រើទម្រង់កំពុងបន្តមាន8កិរិយាសព្ទ sumimasu ទៅជាទម្រង់កំពុងបន្តសិនតែដើម្បីកុំឲ្យស្មុគស្មាញសិនsẽដាក់ទម្រង់ធម្មតាប៉ុន្តែគឺមានន័យថានឹងដោយសារតែទម្រង់ធម្មតារបស់ភាសាជប៉ុនហ្នឹងវាអាចស្ថិតនៅក្នុងបច្ចុប្បន្នកាលផងហើយនៅក្នុងអតីតកាលសំទោសនៅក្នុងអនាគតផងអញ្ចឹងដោយសារតែតាមលក្ខណៈវេយ្យាករណ៍បើយើងបញ្ជាក់អំពីបច្ចុប្បន្នយើងត្រូវប្រើទម្រង់កំពុងបន្តជាភាសាជប៉ុនអញ្ចឹងកុំឲ្យស្មុគស្មាញសិនសេប្រើទម្រង់អនាគតកាលជាភាសាជប៉ុនវិញគឺ sumimasu ភ្នំពេញនេះ sumimasu ខ្ញុំនឹងរស់នៅទីក្រុងភ្នំពេញទី8 hatarakimasu 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 បកប្រែថាធ្វើការឧទាហរណ៍ kombini de hatarakimasu kombini de hatarakimasu ខ្ញុំធ្វើការនៅម៉ាតឬក៏ convenience store ខ្មែរយើងច្រើនហៅថា
ចឹងយើងមើលពាក្យមួយទៀតដែលស្តៀងអត្ថន័យស្តៀងនឹងពាក្យ hatarakimasu ដែរគឺ stomemas គឺ tomemas stomemas មានន័យថាធ្វើការគឺធ្វើការឲ្យឧទាហរណ៍ kaisha ni stomemas kaisha ni stomemas មានន័យថាខ្ញុំធ្វើការឲ្យក្រុមហ៊ុនអញ្ចឹងកន្លែងនេះ Sensei សូមពន្យល់បន្តិចទាក់ទងជាមួយនឹងភាពខុសគ្នានៃពាក្យ hatarakimasu និង stomemas ពាក្យ hatarakimasu មានន័យថាធ្វើការវាច្រើនតែ focus ទៅលើបដោតទៅលើសកម្មភាពនៃការងារនឹងផ្ទាល់ហើយវាមានលក្ខណៈទូទៅធ្វើការអីក៏បានដែរវារៀងទូទៅជាងហើយវាច្រើនផ្ដោតទៅលើការបញ្ចេញកម្លាំងពលកម្មកិច្ចខំប្រឹងប្រែងក្នុងការងារយើងហ្នឹងគឺស្របមកវាបញ្ជាក់អំពីសកម្មភាពច្រើនជាងចំណែកឯពាក្យ stomemas វាបកថាធ្វើការឲ្យអញ្ចឹងការប្រើប្រាស់របស់វាច្រើនតែផ្ដោតទៅលើតំណែងឬក៏តួនាទីនៅក្នុងក្រុមហ៊ុនឬក្នុងអង្គភាពជាងសកម្មភាពគឺវាផ្ដោតទៅលើតំណែងឬក៏តួនាទីហើយមួយទៀតស្ដាប់មើលទៅពាក្យ stomemas ហ្នឹងពាក្យ stomemas ហ្នឹងគឺវារៀង sound more polite ហើយវាច្រើនប្រើនៅក្នុងការសរសេរឬក៏ក្នុង business manner អញ្ចឹងទៅនៅក្នុងអត្ថន័យជំនួញអញ្ចឹងទៅនឹង stomemas បើ hatarakimasu វាប្រើ general ទូទៅជាច្រើនទៅលើសកម្មភាពអញ្ចឹង Sensei សូមបើកវងកញ្ចក់ពន្យល់ប៉ុណ្ណឹងបន្តមកយើងមើលកិរិយាសព្ទបន្តកិរិយាសព្ទទី10នីតិ4របស់យើងគឺពាក្យ skaremas មានន័យថាហត់នឿយហត់ឧទាហរណ៍ isogashikute tsukaremashita មានន័យថាដោយសារតែខ្ញុំរវល់ខ្ញុំហត់នឿយអញ្ចឹង isogashikute ហ្នឹងមានន័យថាដោយសារតែខ្ញុំរវល់ហើយ tsukaremashita ហ្នឹងគឺជាទម្រង់អតីតកាលរបស់ពាក្យ skaremas មានន័យថាយើងបានហត់នឿយរួចទៅហើយសកម្មភាពនេះគឺវាមិនឆាប់ហើយអញ្ចឹងมันវាប្រើទម្រង់អតីតកាលយើងចាំថាកាលណាយើងបដូរពីទម្រង់បច្ចុប្បន្នកាលទម្រង់ mas ទៅអតីតកាលគឺយើងត្រូវបដូរពី mas ទៅជា mashita អញ្ចឹងបាត់ skaremas បដូរទៅជា skaremashita ហើយបន្តទៀត neboshimas មានន័យថាដេកជ្រុលមកដេកហួសមកយើងមើលដែរ 今日は寝坊しましたនៅថ្ងៃនេះខ្ញុំបានដេកជ្រុលមកម៉ោង9ហើយមិនគ្នាអញ្ចឹងខ្ញុំបកថាថ្ងៃនេះវៈគឺជា particle ហើយ neboshimashita ដូចគ្នាដែរវាជាទម្រង់អតីតកាលរបស់ neboshimas 12 shinjimas មានន័យថាជឿជាក់あなたを信じますខ្ញុំជឿជាក់លើអ្នក believe in you 13 思いますបកប្រែថាគិត 思いますបកថាខ្ញុំគិតថាល្អចឹង មានន័យថាល្អតោនេះយើងអាចបកប្រែថា 思います គឺគិតតោគឺជា particle 思いますខ្ញុំគិតថាល្អ14 考えますមានន័យថាពិចារណាよく考えますមានន័យថាពិចារណាបានយ៉ាងល្អឬក៏ពិចារណាយ៉ាងល្អយកគឺមានន័យថាយ៉ាងល្អចុងក្រោយកិរិយាសព្ទទី15នៃភាព4គឺ 忘れます
Wasuremas Wasuremas បកប្រែថាភ្លេច Shukudai o wasuremashita Shukudai o wasuremashita បកប្រែថាខ្ញុំបានភ្លេចកិច្ចការផ្ទះ Shukudai មានន័យថាកិច្ចការផ្ទះ o គឺជា particle ហើយ wasuremashita គឺជាទម្រង់អតីតកាលរបស់ wasuremas ចឹងចង់បញ្ជាក់ថាយើងបានភ្លេចសកម្មភាពហ្នឹងបានចប់សពគ្រប់ហើយអញ្ចឹងមិនយើងប្រើទម្រង់អតីតកាលអញ្ចឹងភាគ4របស់យើងគឺចប់តាមនេះហើយមកដល់ពេលនេះយើងរៀនបានចំនួន60កិរិយាសព្ទដែររៀនច្រើនដែរហើយនឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចងចាំកិរិយាសព្ទទាំងអស់តាំងពីភាគ1រហូតដល់ភាគ4ហើយនឹងមានភាគបន្តទៀតអញ្ចឹងដើម្បីចងចាំបានត្រូវការអនុវត្ត Okay それでは皆さんありがとうございます。また次のビデオを見てください。お疲れ様です。